តោះថ្ងៃនេះយើងមកស្គាល់អំពីជីវភាពរស់នៅនិងវប្បធម៌របស់ប្រជាជនឡាវទាំងអស់គ្នាប្រទេសឡាវមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវភាសាឡាវថាសត្ថាឡាណាឡាតភាសាធិបតេយ្យភាសាសុនឡាវបើយើងក្រឡេកមើលប្រវត្តិសាស្ត្រប្រទេសនេះមានឫសគល់ចេញពីរាជាណាចក្រឡានសាងឬរាជាណាចក្រដំរី1លានដែលបានកកើតឡើងនៅសតវត្សទី14នៃគ្រិស្តសករាជដោយព្រះចៅផាងងុំដែលមានខ្សែស្រឡាយចេញពីរាជាលាវបុរាណប្រទេសឡាវមានព្រំប្រទល់ខាងកើតជាប់នឹងប្រទេសវៀតណាមខាងជើងជាប់នឹងប្រទេសចិននិងមីយ៉ាន់ម៉ាខាងលិចជាប់នឹងប្រទេសថៃនិងខាងត្បូងជាប់នឹងប្រទេសកម្ពុជាប្រទេសនេះមានរាងទ្រវែងលាតសន្ធឹងពីជើងទៅត្បូងមានប្រវែង 1000 គីឡូម៉ែត្រនិងមានផ្ទៃដី 236,800 គីឡូម៉ែត្រការ៉េប្រទេសឡាវគឺជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលគ្មានឆ្នេរសមុទ្រប្រទេសនេះសម្បូរទៅដោយភ្នំនិងខ្ពង់រាបតែខ្សត់ទំនាបឡាវគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួននៅលើពិភពលោកដែលនៅប្រកាន់របបសង្គមនិយមឬកុម្មុយនីសដូច្នេះហើយទើបប្រទេសឡាវប្រើទង់ជាតិពីរគឺទង់ជាតិមួយជាទង់ជាតិតំណាងប្រទេសហើយនិងទង់ជាតិមួយទៀតគឺតំណាងបក្សកុម្មុយនីសប្រទេសឡាវស្ថិតក្រោមអាណានិគមបារាំងចាប់ពីឆ្នាំ 1893 ដល់ឆ្នាំ 1949 បារាំងបានដាក់ក្រុងហ្លួងព្រះបាងក្នុងអាណាព្យាបាលបារាំងក្រោយមកចម្ប៉ាស័កនិងវៀងច័ន្ទក៏ត្រូវបានបង្រួបបង្រួមឲ្យក្លាយទៅជាប្រទេសឡាវតែមួយដោយមានស្ដេចស៊ីសាវាងវង្សគ្រងរាជ្យនិងមានរាជធានីនៅវៀងច័ន្ទព្រះបាទស៊ីសាវាងវង្សគឺជាអ្នកគ្រប់គ្រងចុងក្រោយនៃព្រះរាជាណាចក្រឡាវនៃហ្លួងព្រះបាងនិងជាស្ដេចស្ថាបនិកនៃព្រះរាជាណាចក្រឡាវទ្រង់ប្រសូតនៅថ្ងៃទី14ខែកក្កដាឆ្នាំ 1885 ព្រះអង្គបានឡើងសោយរាជ្យនៅអាយុ18ឆ្នាំបន្ទាប់ពីបិតាទ្រង់សោយទីវង្គតផាថាតហ្លួងគឺជាចេតិយពុទ្ធសាសនាដ៏ធំស្រោបមាសនៅកណ្ដាលទីក្រុងវៀងច័ន្ទរាជធានីនៃប្រទេសឡាវប្រាសាទនេះកសាងឡើងក្នុងសតវត្សទី3នៃគ្រិស្តសករាជត្រូវបានចាត់ទុកថាជាបូជនីយដ្ឋានជាតិដ៏សំខាន់បំផុតនៅក្នុងប្រទេសឡាវហើយក៏ជានិមិត្តសញ្ញាជាតិផងដែរដើម្បីចូលទស្សនានៅក្នុងប្រាសាទនេះយើងត្រូវបង់ប្រាក់ភ្ញៀវទេសចរមួយនាក់ 30,000 គីបហើយនិងប្រជាជនឡាវម្នាក់ 5,000 គីបផាថាតហ្លួងនេះមានច្រកចេញចូល4ទិសហើយនៅក្នុងផាថាតហ្លួងនេះវិមាននេះគឺគេតម្កល់នៅរូបបដិមាផ្សេងៗដែលគេយកមកពីទីតាំងផ្សេងៗគ្នាយកមកដាក់តម្កល់នៅទីនេះហើយរឿងដែលយើងគួរឲ្យចាប់អារម្មណ៍នោះគឺមានរូបចម្លាក់ព្រះបាទជ័យវរ្ម័នទី7ផងដែរនៅក្នុងទីនេះនេះគឺជារូបព្រះបាទជ័យវរ្ម័នទី7នៅសងខាងវិមានផាថាតហ្លួងនេះគឺមានវត្ត2វត្តនោះក៏មានឈ្មោះថាវត្តផាថាតហ្លួងដែរគឺវត្តផាថាតហ្លួងខាងត្បូងហើយនិងវត្តផាថាតហ្លួងខាងជើងចំពោះផ្នែកសាសនាវិញប្រជាជនឡាវគោរពព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួនព្រះពុទ្ធសាសនាបានចាក់ឫសយ៉ាងជ្រៅទៅក្នុងវប្បធម៌នៃជនជាតិឡាវរួមទាំងសិល្បៈស្ថាបត្យកម្មនិងអក្សរសិល្ប៍ជាដើមព្រះសង្ឃគឺជាអ្នកអនុវត្តសាសនាចម្បងនៅក្នុងចំណោមជនជាតិឡាវបុរសក្មេងជនជាតិឡាវភាគច្រើនមុននឹងរៀបការឬរៀបអាពាហ៍ពិពាហ៍ត្រូវបួសរៀនឲ្យក្លាយជាព្រះសង្ឃសម្រាប់រយៈពេលមួយដ៏ខ្លីរបស់ពួកគេជាមុនសិនការអនុវត្តនេះគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការផ្ទេរបុណ្យកុសលពីកូនទៅម្ដាយនិងជាប្រភេទនៃចំណងពិសេសមួយ
ជាមួយម្ដាយនិងកូនផងដែរតាមការសង្កេតដោយផ្ទាល់យើងសង្កេតឃើញថាប្រជាជនឡាវគឺជាអ្នកកាន់ពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួននៅពេលពិធីបុណ្យម្ដងគេទៅចូលរួមទាំងចាស់ទាំងក្មេងទាំងប្រុសទាំងស្រីស្ថាបត្យកម្មនៅក្នុងប្រទេសឡាវគឺមានការលាយចម្រុះគ្នារវាងស្ថាបត្យកម្មផ្នែកអឺរ៉ុបហើយនិងស្ថាបត្យកម្មមកពីខាងប្រទេសថៃយើងសង្កេតឃើញរូបបដិមាផ្សេងៗនៅក្នុងវត្តអារាមមានរចនាបថដូចជាបដិមានៅក្នុងប្រទេសថៃតាមប្រវត្តិសាស្ត្របានបញ្ជាក់ថាប្រទេសឡាវគឺស្ថិតក្រោមការត្រួតត្រារបស់ប្រទេសថៃមួយរយៈដែរដូច្នេះហើយទើបយើងឃើញមានលក្ខណៈប្រហាក់ប្រហែលនឹងប្រទេសថៃដែរពេលព្រលឹមស្រាងឡើងនៅទីក្រុងហ្លួងប្រាបាងយើងឃើញព្រះសង្ឃនិមន្តចេញមកបិណ្ឌបាតហោហែនៅតាមមុខផ្ទះប្រជាជនហើយក៏មានភ្ញៀវទេសចររង់ចាំដាក់បាតផងដែរការដាក់បាតនេះគឺយើងឃើញខុសពីប្រទេសផ្សេងព្រោះលោកនិមន្តបិណ្ឌបាតនេះតែពេលព្រឹកព្រលឹមតែប៉ុណ្ណោះព្រះពុទ្ធសាសនាថេរវាទមានឥទ្ធិពលយ៉ាងខ្លាំងទៅលើទិដ្ឋភាពវប្បធម៌ឡាវរាប់បញ្ចូលទាំងសិល្បៈស្ថាបត្យកម្មសិល្បៈសម្ដែងនិងអក្សរសាស្ត្រជាដើមឯតន្ត្រីបុរាណឡាវរបាំនិងរឿងល្ខោនក៏មានការតាក់ទងគ្នាជាមួយនឹងការធ្វើពិធីបុណ្យក្នុងរាជវាំងរបស់ជនជាតិឡាវហើយជារឿយៗមានប្រភពមកពីរឿងរាមាយណៈប្រជាជនឡាវគឺជាមនុស្សរាក់ទាក់សម្រាប់ជនបរទេសពួកគេចេះស្ដាប់គ្នាមែនទែនហើយពួកគាត់តែងតែរាក់ទាក់ជនទាំងនោះយ៉ាងកក់ក្ដៅនៅទីជនបទប្រជាជនឡាវភាគច្រើនរស់នៅក្នុងផ្ទះបែបប្រពៃណីដែលត្រូវបានជនជាតិឡាវកសាងឡើងអំពីឈើនិងសសរដែលធ្វើឡើងផុតពីដីប៉ុន្តែមានលក្ខណៈទាបៗនេះគឺជារចនាបថផ្ទះរបស់ប្រជាជនឡាវនៅហ្លួងព្រះបាងគឺនៅរក្សាផ្ទះបែបប្រពៃណីច្រើននៅក្នុងទីក្រុងហ្លួងព្រះបាង
ទះគឺផ្ទះបែបនឹងឯងគឺផ្ទះគេទៀបហើយសង់អំពីឈើហើយមានដំបូលប្រក់ក្បឿងផ្សារមួយនៅលងព្រះបាងលក់ផលិតផលក្នុងស្រុកពាក់កណ្ដាលដែលបានមកពីវិស័យកសិកម្មដោយប្រើប្រាស់កម្លាំងប្រជាជន 80% នៃប្រជាជនក្នុងប្រទេសទាំងមូលប្រទេសឡាវជាប្រទេសដែលមានផ្ទៃដីដាំដុះអចិន្ត្រៃយ៍តិចជាងគេនៅក្នុងតំបន់មេគង្គស្រូវជាដំណាំសំខាន់ជាងគេដែលប្រើប្រាស់អស់ផ្ទៃដី 80% នៃផ្ទៃដីសរុបរូបិយប័ណ្ណដែលប្រើនៅប្រទេសឡាវគឺប្រាក់គីបគឺស្មើនឹងគុណនឹង5នៃលុយខ្មែរយើងឧទាហរណ៍លុយយើង 1000 រៀលស្មើនឹង 5000 លុយគីបយើងសង្កេតឃើញផ្សារនេះនៅមានលក្ខណៈបុរាណនៅឡើយដោយការដាក់លក់របស់ប្រជាជនគឺដាក់លក់ដោយក្រាលកៅស៊ូនៅលើដីហើយគេលក់បែបមិនបាច់ថ្លឹងទេគឺគេដាក់មួយដុំដើម្បីឲ្យអ្នកទិញមករើសយកទៅតាមការចង់បានរបស់ពួកគេជនជាតិឡាវ 90% ហូបបាយដំណើបគ្រឿងសម្រាប់ដាក់បាយបន្ទាប់ពីចំហុយគេហៅថាទីបខៅឬកងខៅហើយរបស់នេះអាចយកទៅណាក៏បានដែរជាទូទៅគេរៀបចំអាហារលើចានមួយដ៏ធំហើយមុខម្ហូបដែលសំខាន់ជាងគេនិងពេញនិយមរបស់ប្រជាជនឡាវគឺឡាបហើយនិងបុកល្ហុងវិស័យទេសចរណ៍ជាឧស្សាហកម្មចម្បងនិងដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចរបស់ឡាវរដ្ឋាភិបាលបានបើកទ្វារប្រទេសឡាវទៅកាន់ពិភពលោកនៅក្នុងឆ្នាំ1990ដើម្បីទាក់ទាញភ្ញៀវទេសចរតំបន់ទេសចរសំខាន់រួមមានក្រុងលួងព្រះបាងក្រុងវៀងច័ន្ទស៊ីផាន់ដុងកោះ4000វត្តភូជាដើម